បាទហើយជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមានប្រព័ន្ធគ្រប់គ្រងស្តុកតាមរយៈ TS ក៏បានតាមនិយាយទៅតាមម៉ាស៊ីន streaming ធំក៏បានដែលវាមានជម្រើសបាទហើយនេះគឺជាប្រព័ន្ធដែលយើងបង្កើតឡើងដែលអាច install នៅលើកុំព្យូទ័របានហើយក៏អាចចូលតាមរយៈ website បានដែរបាទគឺតែមួយគឺពីរនឹងតែមួយបាទគឺយើងអាច install បានអញ្ចឹងពាក់ព័ន្ធនឹង dashboard ទាំងអស់នេះវាមានដូចជានេះបាទខាងលើនេះមានបញ្ជាក់ឲ្យការបរិច្ឆេទថ្ងៃលក់ការលក់ចេញទំនិញចិត្តអស់អតិថិជនថ្មីបន្ថែមទំនិញលក់ទំនិញទីស្តុកបាទអានេះរបាយការណ៍បាទហើយនេះគឺជា product ដែលយើងមានបាទអញ្ចឹងនេះយើងលុបចោលណាបាទអស់ហើយបញ្ជីទំនិញនិយាយចាំទៅវាមានបញ្ជីទំនិញវាមាន inventory បាទដែលអាចចូលស្តុកចេញស្តុកតែប្រើអានេះវាប្រភេទ PS system ដែលអាចលក់ថ្មីបាទនេះវាចេញប្រព័ន្ធលក់ទំនិញហើយអញ្ចឹងដែលអាច scan ជាមួយ barcode ដែលយើងបង្កើតបានប៉ុន្តែឥឡូវខ្ញុំលុបចោលទំនិញទៅអស់ហើយបាទហើយអានេះការបញ្ជាទិញអានេះយើងអាចជ្រើសរើសអានេះបញ្ជាអតិថិជនបាទតែមានអតិថិជនយើងអាចចូលឈ្មោះអតិថិជនទៅនេះឋានអតិថិជនបាទហើយអានេះ supplier បានន័យថាអ្នកផ្គត់ផ្គង់យើងអាចចូលបន្ថែម supplier បានអានេះបញ្ជីឈ្មោះបុគ្គលិកបាទដែលយើងមានឈ្មោះបុគ្គលិកទាំងអស់ហ្នឹងយើងអាចមានតួនាទីខុសៗគ្នាបាទហើយយើងក៏អាចបង្កើតអ្នកណាម្នាក់តាំងខ្លួនជាអីក៏បានដែរបាទវាបន្ថែមបុគ្គលិកបាទបន្ថែមវាមានឲ្យតួនាទីនេះណាបាទហើយពាក់ព័ន្ធ report បាទនេះយើងមើលស្ថិតិការលក់បាទវាមានថ្ងៃនេះ7ថ្ងៃខែនេះទាំងអស់ណាបាទហើយមើលស្ថិតិទំនិញចិត្តអស់វា alert ឲ្យយើងដឹងហើយមើលចលនាស្តុកបាទស្តុកចូលសរុបស្តុកឲ្យសរុបហើយមើលស្ថិតិអតិថិជនបាទអតិថិជនមានបំណុលមានអត់បាទហើយកន្លែងសិទ្ធិនេះវាអត់មានអីទេបាទមានតែកន្លែងបដូរពាក្យសម្ងាត់កែឬលុបអ្នកប្រើប្រាស់បាទនេះ admin នេះលុបអត់បានទេព្រោះជា account របស់នេះបាទបាទហ្នឹងហើយសូមអរគុណបាទចំពោះការទស្សនាហើយបើបងប្អូនមានប្រការចង់យកមកប្រើប្រាស់អាចទំនាក់ទំនងខ្ញុំតាម Telegram បានបាទគឺងាយស្រួលប្រើមែនទែនបាទ